សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សឹបអារូបនេះជាវីដេអូទី26របស់យើងដែលនិទានរឿងអារូបសម្រាប់បងប្អូនស្ដាប់កំសាន្តថ្ងៃនេះយើងមាន6សាច់រឿងទៀតហើយសម្រាប់បងប្អូនស្ដាប់ពេលអង្គុយធ្វើការពេលគេងឬពេលបើកបរធ្វើដំណើរតាមផ្លូវបើមានចំណុចខុសឆ្គងត្រង់កន្លែងណាបងប្អូនអាចបញ្ចេញមតិខាងក្រោមបានកុំភ្លេចចុច like និងជាវដើម្បីទទួលបានវីដេអូរាល់ថ្ងៃតោះកុំឲ្យខាត់ពេលយូរចូលមកកាន់សាច់រឿងទី1របស់យើងលោកសុខាគឺជាម្ចាស់ហាងលក់វត្ថុបុរាណនិងតុក្កតាដ៏ល្បីម្នាក់ប៉ុន្តែមានចិត្តខ្មៅងងឹតនិងលោភលន់វត្ថុដែលគេលក់ភាគច្រើនគឺជាវត្ថុដែលត្រូវគេបោះបង់ចោលក្នុងមន្ទីរពេទ្យចោលឬកន្លែងដែលមានមនុស្សស្លាប់ច្រើនវត្ថុចម្លែកបំផុតរបស់គេគឺតុក្កតាដើមឈើមួយដែលមានសក់ក្បាលពិតៗនិងមានធ្មេញមាសវត្ថុនេះធ្លាប់ជាកម្មសិទ្ធិរបស់ស្ត្រីមេម៉ាយម្នាក់ឈ្មោះនារីដែលមានមាសប្រាក់ច្រើនដោយសារលោភលន់ចង់បានទ្រព្យសម្បត្តិសុខាបានប្រើដែកឆ្កឹះមកបើកភ្នែកនាងឲ្យធ្លុះនិងប្រើខ្សែលួចមកដេរមាត់នាងឲ្យញញឹមយ៉ាងស្រស់ស្អាតខណៈដែលនាងនៅមានដង្ហើមញាប់ដើម្បីបិទបាំងភ័ស្តុតាងគេបានកាត់យកម្រាមដៃរបស់នាងទៅធ្វើជាម្រាមដៃតុក្កតារួចយកសាកសពនាងទៅបោះចោលក្នុងលូស្អុយមួយសប្តាហ៍ក្រោយមកខណៈដែលសុខាកំពុងដេកលក់ក្នុងហាងគេស្រាប់តែឮសំឡេងបន្លឺចេញពីក្នុងតុក្កតាសក់មនុស្សដែលដាក់លើទូសំឡេងនោះដូចជាមាននរណាម្នាក់កំពុងប្រើគឺចកកោសឈើភ្លាមនោះភ្លើងក្នុងហាងចាប់ផ្ដើមព្រិចព្រីរួចប្រែជាពណ៌ក្រហមដូចឈាមតុក្កតាដើមឈើនោះចាប់ផ្ដើមរងើនិងបន្លឺសំឡេងដូចជាសំឡេងម្ជុលដេស្បែកសុខាងើបមើលកញ្ចក់ក៏ឃើញស្រមោលស្ត្រីម្នាក់អង្គុយនៅកៅអីក្រៅតុក្កតានោះគឺនារីដែលឥឡូវនេះមានភ្នែកបើកធ្លុះហូរឈាមស្អុយនិងមានខ្សែអំបោះដេរជាប់ពេញផ្ទៃមុខវិញ្ញាណនារីបានប្រើកម្លាំងវិញ្ញាណទាញសុខាឲ្យផ្អឹបទៅនឹងជញ្ជាំងនាបានប្រើដែកឆ្កឹះដែកជ្រេះដ៏ធំមួយមកចាប់កាច់មាត់សុខាឲ្យហាធំរួចដកធ្មេញសុខាចេញម្ដងមួយទាំងស្រស់លឺសូរឈាមស្រស់បាញ់ខ្ចាយពេញហាងឯងចង់បានធ្មេញមាសយើងណាស់មែនទេចុះបើមុខនៅក្នុងតុក្កតាសក់មនុស្សជាមួយយើងវិញអ្វីដែលរន្ធត់បំផុតនោះគឺនារីបានប្រើដៃកោលវែងមកដកទម្លុះដៃនឹងជើងសុខាជាប់នឹងកម្រាលឈើនាងបានប្រើកន្ត្រៃកាត់ឆ្អឹងមកកាត់ម្រាមដៃសុខាម្ដងមួយរួចយកទៅដោតចូលក្នុងមាត់សុខាបន្ទាប់មកនាងបានប្រើទឹកអាស៊ីតលាងរូបថតមកស្រោចលើផ្ទៃមុខសុខាបណ្ដាលឲ្យសាច់មុខរលាយខូចរូបរាងលឺសូរខណៈដែលសុខានៅមានដង្ហើមញាប់នាងបានប្រើខ្សែលួចចងសពមកដោតទម្លុះភ្នែកសុខាទាំងសងខាងរួចទាញអូសក្បាលគេឲ្យបោកនឹងតាបឡូតុក្កតារហូតដល់លលោក្តៅបែកខ្ទេចដោយសភាពដែលនាងបានស្លាប់មុននឹងស្លាប់សុខាបានឃើញខ្មោចនារីយកធ្មេញរបស់គេមកទំពាជីទាំងឈាមស្រស់ព្រឹកឡើងអ្នកភូមិបានឃើញផ្ទះសុខាឆោយខ្លោយពាសកណ្ដាលនៅកណ្ដាលហាងគេឃើញសាកសពសុខាដេកស្លាប់នៅសភាពរន្ធត់បំផុតគឺខ្លួនប្រាណត្រូវបានគេដេរភ្ជាប់ទៅនឹងតុក្កតាសក់មនុស្សក្បាលរបស់គេត្រូវបានគេបកស្បែកចេញអស់និងភ្នែកទាំងពីរត្រូវបានជំនួសដោយធ្មេញរបស់គេអ្វីដែលចម្លែកបំផុតនោះគឺតុក្កតាសក់មនុស្សដែលនៅខាងក្រោយបែរជាមានសក់វែងស្អាតនិងមានស្មាមញញឹមយ៉ាងស្រស់បំព្រងវិញហាក់ដូចជាមានរឿងអ្វីកើតឡើងឡើយចាប់ពីពេលនោះមកហាងលក់វត្ថុបុរាណនោះត្រូវបានគេបោះបង់ចោលប៉ុន្តែអ្នកភូមិតែងតែឃើញតុក្កតានោះបើកបរដោយគ្មានអ្នកបើកនៅយប់ថ្ងៃសិលនិងឮសំឡេងថ្ងោររកធ្មេញមិនឈប់រឿងនេះចង់អប់រំអំពីកម្មផលនៃការមើលងាយជីវិតមនុស្សនិងផលវិបាកនៃភាពលោភលន់ហួសប្រមាណការប្រមាថអ្នកដែលចាក់ឋានទៅហើយនិងការធ្វើបាបអ្នកដែលទុនខ្សោយគឺជាអំពើបាបកម្មដែលមិនអាចអត់ធន់ឲ្យបានឡើយអ្វីដែលអ្នកបានសាងលើរូបរាងអ្នកដទៃវានឹងត្រឡប់មកបំផ្លាញរូបរាងអ្នកវិញយ៉ាងវេទនាបំផុតសេចក្តីស្លាប់មិនមែនជាទីបញ្ចប់នៃកម្មផលឡើយចូលមកកាន់សាច់រឿងទី2របស់យើងតាស៊ុយគឺជាម្ចាស់ហាងគុយទាវដ៏ល្បីម្នាក់ហាងរបស់គេមានម៉ួយមកញ៉ាំមិនចេះដាច់ដោយសារទឹកស៊ុបមានរសជាតិផ្អែមប្លែកនិងសាច់ដែលទន់រលាយក្នុងមាត់ប៉ុន្តែគ្មាននរណាម្នាក់ដឹងឡើយទេថាតាស៊ុយគឺជាមនុស្សលោភលន់និងមានចិត្តជាសត្វដេរឆានដើម្បីចំណេញលុយនិងចង់ឲ្យទឹកស៊ុបកាន់តែឈ្ងុយឆ្ងាញ់គេប្រើល្បិចភ្លោងងងឹតដោយយកសាកសពតិរោឬសាច់មនុស្សដែលគ្មានញាតិមករងាក់ធ្វើជាទឹកស៊ុបធ្វើជាសាច់ជ្រូកចិញ្ច្រាំលក់ឲ្យភ្ញៀវជនរងគ្រោះចុងក្រោយរបស់គេគឺជាបុរសចំណាស់ម្នាក់ឈ្មោះតាភូដែលជាជនអនាថា
តាស៊ុយបានប្រែពូអះវាយក្បាលតាភូពីក្រោយរួចកាត់សាកសពតាភូជាដុំដើម្បីយកមកធ្វើជាសាច់ជ្រូកចិញ្ច្រាំលក់ឲ្យភ្ញៀវគេបានយកឆ្អឹងជំនីតាភូទៅរំងាស់ទឹកស៊ុបរួចយកគ្រាប់ភ្នែកតាភូទៅត្រាំក្នុងដបទឹកផ្កេសយប់មួយនៅពេលម៉ោង1រំលងអធ្រាត្រខណៈដែលតាស៊ុយកំពុងរៀបចំកាប់សាច់សម្រាប់លក់នៅថ្ងៃស្អែកស្រាប់តែមានសំឡេងចេញពីក្នុងឆ្នាំងស៊ុបដ៏ធំដែលកំពុងពុះកញ្ជ្រោយផ្សែងស៊ុបដែលធ្លាប់តែឈ្ងុយចាប់ផ្ដើមភាយក្លិនស្អុយរលុយដូចសាកសពក្នុងទឹកដក់ភ្លាមនោះទឹកស៊ុបដែលកំពុងពុះបានប្រែជាពណ៌ឈាមក្រហមច្រាលស្រាប់តែមានក្បាលមនុស្សម្នាក់ងើបចេញពីក្នុងឆ្នាំងស៊ុបនៅសភាពសាច់មុខរបាក់ចេញអស់ពីតកណ្ដាលឃើញតែឆ្អឹងនោះគឺតាភូដែលឥឡូវនេះមានអណ្ដាស់លែងអនឡាយនិងមានម្រាមដៃដែលសល់តែឆ្អឹងមុតស្រួតស្លែមតាភូបានប្រើកម្លាំងវិញ្ញាណទាញតាស៊ុយឲ្យផ្អឹបទៅនឹងជញ្ជាំងគេបានប្រើដែកឆ្កឹះសាច់ដែកជ្រេះដ៏ធំមួយមកចាប់កាច់មាត់សុខាឲ្យហាធំរួចដកធ្មេញតាភូចេញម្ដងមួយទាំងស្រស់លឺសូរឈាមស្រស់បាញ់ខ្ចាយពេញហាងឯងចង់ឲ្យគេញ៉ាំសាច់យើងណាស់មែនទេចុះបើមកញ៉ាំសាច់ខ្លួនឯងម្ដងវិញតាភូបានប្រើកាមេប៉ាំងតៅដែលតាស៊ុយធ្លាប់សម្លាប់គាត់មកកាត់ម្រាមដៃនិងម្រាមជើងតាភូម្ដងមួយរួចញាត់ចូលក្នុងមាត់តាភូទាំងស្រស់ឲ្យទំពាលែវចូលទៅក្នុងពោះអ្វីដែលរន្ធត់បំផុតនោះគឺតាភូបានប្រើវែកស៊ុបក្តៅដែលកំពុងពុះមកស្រោចលើភ្នែកតាភូបណ្ដាលឲ្យគ្រាប់ភ្នែករលាយលឺសូរបន្ទាប់មកគេបានប្រើដែកកោសសាច់មកកោសយកសាច់ភ្លឺតាភូទាំងផ្ទាំងរួចបោះចូលទៅក្នុងឆ្នាំងស៊ុបដែលកំពុងពុះតាភូបានស្លាប់នៅសភាពវេទនាបំផុតខណៈដែលវិញ្ញាណតាភូបានវះពោះគេរួចទាញយកគ្រឿងអោនមកធ្វើជាគ្រឿងសមុទ្រដាក់ក្នុងចានគុយទាវព្រឹកឡើងភ្ញៀវដែលមកចាំញ៉ាំមុនគេដាក់ធ្លីទ្វាចូលមកក៏ត្រូវស្លុតរន្ធត់រហូតដល់សម្លាប់គេឃើញសាកសពតាស៊ុយត្រូវបានគេរំងាក់ក្នុងឆ្នាំងស៊ុបនៅសភាពគ្មានស្បែកក្បាលរបស់គេត្រូវបានគេដាក់តាំងលើតុដូចជាក្បាលជ្រូកសែនអ្វីដែលរន្ធត់បំផុតនោះគឺក្នុងចានគុយទាវនីមួយលើតុមានដាក់ម្រាមដៃនិងក្រត់ភ្នែកតាស៊ុយយ៉ាងរៀបរយរឿងនេះចង់អប់រំអំពីការរកស៊ីដែលគ្មានសីលធម៌និងការបៀតបៀនជីវិតអ្នកដទៃដើម្បីលាភសក្ការៈមនុស្សដែលហ៊ានសាងអំពើអមនុស្សធម៌លើអ្នកដទៃដើម្បីទ្រព្យសម្បត្តិនឹងត្រូវវិនាសទៅវិញដោយស្នាដៃរបស់ខ្លួនឯងបាបកម្មដែលកើតចេញពីការស៊ីសាច់ហុតឈាមអ្នកដទៃនឹងត្រឡប់មកវិញក្នុងរូបភាពដែលតក់ធ្លុតបំផុតហើយទ្រព្យសម្បត្តិដែលបានមកពីអំពើបាបនឹងប្រែជាភ្លើងនរកមកដុតកម្ដៅខ្លួនឯងជានិច្ចចូលមកកាន់សាច់រឿងទី3របស់យើងជាងឡាគឺជាជាងកាត់សក់និងតុបតែងមុខសពដ៏ល្បីម្នាក់ទោះបីជាមានថ្វីដៃល្អប៉ុន្តែឡាជាមនុស្សមានចិត្តលោភលន់និងចូលចិត្តប្រមាថអ្នកស្លាប់គេតែងតែលួចដកគ្រឿងអលង្ការពីសពនិងប្រើផលិតផលថោកមកតុបតែងមុខឪសពដែលក្រីក្រថ្មីមួយមានសាកសពនារីក្រមុំម្នាក់ឈ្មោះសៅភ័ណ្ឌដែលស្លាប់ដោយសារការកាត់កកំទេចក្នុងគ្រោះថ្នាក់ម៉ាស៊ីនរោងចក្រត្រូវបានគេបញ្ជូនមកឲ្យឡាតុបតែងមុខមាត់មុននឹងបូជាដោយសារឃើញសក់របស់សៅភ័ណ្ឌវែងខ្មៅរលោងស្អាតពេកឡាបានលួចកាត់យកសក់ពិតរបស់សពនាងទាំងអស់រួចយកសក់ជ័រមកបិទជំនួសវិញមិនតែប៉ុណ្ណោះគេបានសើចចំអកឲ្យសពដែលដាច់កនោះថាងាប់ទៅហើយនៅចង់ស្អាតធ្វើអីទៀតសក់ស្អាតបែបនេះទុកឲ្យអញលួកបានលុយចាយប្រសើរជាងឡាបានប្រើមកជុលដេក្បាលនាងជាប់នឹងស្មាទាំងគ្មានវិជាជីវៈរួចលាបក្រែមពណ៌ក្រហមឆ្អៃលើបបរមាត់សាកសពយ៉ាងលេងសើចយប់នោះនៅម៉ោង12កណ្ដាលអធ្រាត្រខណៈដែលឡាកំពុងដេកលក់ក្នុងហាងកាត់សក់របស់គេស្រាប់តែមានសំឡេងបន្លឺឡើងពីកៅអីកាត់សក់ឡាភ្ញាក់ឡើងទាំងងងុយក៏ឃើញកញ្ចក់ក្នុងហាងចាប់ផ្ដើមស្រអាប់ដោយសារផ្សែងត្រជាក់និងភាយក្លិនស្អុយរលួយខ្លាំងក្នុងកញ្ចក់គេឃើញស្រមោលស្ត្រីម្នាក់អង្គុយលើកៅអីកាក់សក់បែរខ្នងមករកគេស្រាប់តែសក់ជ័រដែលឡាបិទឲ្យសៅភ័ណ្ឌបានជ្រុះមកលើឥដ្ឋម្ដងមួយដុំស្ត្រីនោះចាប់ផ្ដើមងាកក្បាលមករកឡាយឺតប៉ុន្តែអ្វីដែលរន្ធត់បំផុតនោះគឺក្បាលរបស់នាងមិនបានងាកតាមស្មាឡើយគឺវារមៀលធ្លាក់ចេញពីស្មារួចធ្លាក់មកដល់ដីភ្នែកបែកធ្លុះសម្លឹងមកឡាទាំងកំហឹងឡាព្យាយាមរត់từទ្វារចេញប៉ុន្តែសក់ខ្មៅវែងរាប់ពាន់សរសៃបានដុសចេញពីជញ្ជាំងមករុំព័ទ្ធដៃជើងគេជាប់ដូចជាសរសៃពីងខ្មោចសៅភ័ណ្ឌដែលគ្មានក្បាលបានដើរមករកឡារួចលើកក្បាលដែលដាច់នោះមកដាក់លើស្មាវិញនាងបានប្រាយកន្ត្រៃដែកដ៏មុតស្រួច
หมกกัดตระเจียกลามาแนะเตียงสระไอ้สระลังซับยืงนะแมนเตจกเบะเบาะสบายกบาลไอ้หมกทือจีซอกวิงตายวีสอาเตขโมยเสาขวัญบานปลายลามุดสรุยหมกกอสบายกบาลลาเตียงเจิงปีละเล่กบาลเชียมสระโฮสรอยเป็นมุกหลาปันใต้เกมันไอสไลค์บานเลยปลุกเสาะขมอยบานลูนโจลขนมมอดเก๋ระโหดดอลฮกเชียมเอาไว้ได้ต่อสลดบำพุดนุกือเนียงบานยกมาโจลเดขมอยหมกเดมอดลาเอาหยิ่งยิ้มอย่างถมรุ่ยยกตึกทนำเลียบซอกกระดาหมกสรอยโจลขนมประหงพเนกระบอลาบรรดาเอาพเนกระลีโคยรูปเรียงเตียงสรุงจีจุ้งกร่อยเนียงบานปลายก่อนไตรกัดก็ระบอลามาดองบันติดระโหดดอลดัดจิงปีสมาดูสเพียบแดเนียงบานสลับปรึกหลังเจียงกัดสอบเซงเตียดบานเบิกหางโจลหมอกก็ตรดูลสันลบนึ่งก่อนไหลเก้คืนสะสอบลาเด็กสลับเลือดขนมสเพียบรุนทุดบอมพอดคลวนบรานตรบานเกอาเจียกองกองยอดโจลขนมปุกรูดเดบชวบโดยแซ่ลัวเอาไว้ได้จำไลนูกือในเลือจินเจียงบนตุบเมียนซอเซอักซอชิมถาบนตุบนี้เป็นไห่เรื่องนี้จ้องอบรมอัมปีกัมบพอลในการประมาทในสลับหนึ่งอัเซลทอขนงวิเชียจีแวะเสกได้สลับคือจิตีบรรจับในรูปกายปนไตเสกได้ทลายธโนระบบมนุษย์ตรือแต่รักษาจีนิกการบำเพียนเลือสักซบดับใบเลียบสการะคือจีอำเภออะมนุษย์ทอได้นอมหมกหนึ่งกัมบเปียต่อสลับบ่งพอดเอาไว้ได้เนะบ้านสร้างเลือเนะดตีโดยเจ็ดแอมอูดเวียหนึ่งตรลบหมกวิงขนงรูปเพียบได้เนะนึกสมานมันดอลโจลหมกกันใส่เรื่องตีบุญระบยึงโลกแห่งคือจีมาจับแต่สำนักจ้ามวยกันแหลงแต่เมียนจะรึกปรีประใสดำใบจำนิ่งแปลกหนึ่งบิดบังอำเภอข้อฉบับระบบเก๋แต่งแต่ทั่วบาพเนียวหน้าแต่เหมาะสำนักเนื้อมันในไอ้ไฮเมอร์เตยเมียนทรบสมบัติจนรุงครุจงครอยระบบเก๋คือจียูวเตยมันเนี่ยชั่วสุขเหียโลกแห่งบานลุยโจขนงบรรทุประบบเนียงเนื้อเปยหยบรวยปลาขน้อยสังกอดบิดมุกเนียงไอ้ดักจอลสลับดังใบพลอนโยกเมียปรักเอาไว้ได้สหาวบำฝัดนูคือเกบานปราวรนาไดกบอกอาระแวกกัดสะซอบเนียงจี้จำไนกรวดยกตัวยอดโจลขนงปูกรวดเดบฉวบวิ่งอย่างจิตเอาพยิวเซงหมกเด็กปีลื้อสอบเนียงจีเรียงรอดไงเกเจือถาวิญญาณได้สลับโดยซากาทอบดังเหิมหนึ่งเตาเกให้ไซค์แบบนี้มันอายเจงหมกไกรบ้านลอยมวยคายกรอยหมอกนื้อยบทั้งไงเสลมองปีระล่วงอาเตรียดขณะได้เฮงกำปงเด็กโลกของบรรทบทัวก้าระบอกเก๋สรับแต่เมียนสำเลงบรรลือหลังปีอุปกรณ์บำพลงสำเลงได้เก็บชวบตือกันบรรทบเลขบุญรอยบุญเก๋เมื่อตามกามราสวัตเพียบเคยปุขนงบรรทบนุจับประดามเริ่มรำระดูจีเมียนเอาไว้มายังเนื้อขนงนุกำปงพีเยี่ยมเรือเจนหมอกเพลียมเพลืองขนงแต่สำนักจับประดามปริกรุ่ยแปรติจีปัวกระหอมจะไอคลินส์อยระลุยได้คลังเชียงซอบธรรมดาบานเพียปิ้งจระเดียงแหมเฮงดาแต่บากทวีบรรทบบุญรอยบุญสรับแต่เคยเชียมขมาวคับเรียบเจนปีขนงปุกรุ่ยเมียงใดดอสแกงสไกได้เมียนกระแจแวงลูนเจงตามเสียมเดได้ดัชระไห้ขมาวโซเพียได้ขมิ้นกบาลบานดาหมกรอกเฮงรุ่ยเลือกกบาลได้ดัชนุหมกดักเลือสมาวิงเนียงบานเปรยก่อนไตรได้ดอมุดสรุยหมกกัดแวะปูเฮงเตียงสระรุ่ยกายยกปูเวียนเจนหมกไกรดับใบยกหมกเทือชีอัมบอเดหมวกหนึ่งเดจระโมเฮงเอาจิตชึงดับใบเอาเกดังปีรู้จิตในการท็อปดังเฮิมสลับเอาใบได้ตักสลุดบำพอกนุกือเนียงบานปลาได้กาบหมกปอกสบายมุกเฮงมาดองมันติกรุ่ยยกเตือบึดลือมุกเนียงบิ่งเฮงแสกโง่โดยเพียบชี้จับปันตายขมิ้นสำเลงจิงหมกกล้าวไหลปรุสอกขมายบานลูนโจลขโนมอดเกระโหดดอลฮกเฉียมจีจุ้งกร้อยเนียงบานปลายก่อนไตรกัดก็ระบเหงมาดองบันติกระโหดดอลดักเจงปีสมาดูสเพียบได้เนียงบานสลับปรึกหลังเจียงกัดสองเซงเตียดบานเบิกหางโจลเหมาก็เตาดัวสันลับดึงก่อนแหลงเกี้คืนสากซับลาเด็กสลับเลือดขนงสเพียบรุนทุดบำพดคลวนปราณเตาบานเกอาจีกองยอดโจลขนงปุกรุ่ยเดบจวดโดยแซ่ลัวเอาไว้ได้จำไลนุกือเนื้อเลือจินเจียงบรรทุบเมียนซอเซอักซอเชียมถาบรรทุบนี้เป็นเหยเรื่องนี้จ้องอบรมอัมปีกัมมพลในการประมาทแนกสลับหนึ่งอัเซลทอขนงวิเชียจีแวกมนุษย์ได้เฮียนสำหรับมนุษย์หนึ่งเทือบาปสะศพดำไปพอลประย่อยขลุ่นมันอายเจียเวียงปีกาซองศึกในวิญญาณแด่โรงตุกเวทเนียบ้านไหลเอาไว้ได้เนะบ้านถือจมตัวเก๋ขนงตีเงิด
វានឹងត្រឡប់មកវិញក្នុងរូបភាពដែលអ្នកនឹកស្មានមិនដល់ហើយការស្លាប់របស់អ្នកនឹងคล้ายដែលជាការចងចាំដ៏រន្ធត់សម្រាប់មនុស្សលោកចូលមកកាន់សាច់រឿងទី5របស់យើងមេកាសុកគឺជាអ្នកមើលការខុសត្រូវការដ្ឋានសាងសង់ស្ពានដ៏ធំមួយគេជាមនុស្សលោភលន់ដែលហ៊ានកាត់បន្ថយគុណភាពដែកនិងស៊ីម៉ងត៍ដើម្បីប្រមូលលុយដាក់ហៅប៉ៅខ្លួនឯងថ្ងៃមួយកម្មករម្នាក់ឈ្មោះមករាបានដឹងរឿងនេះហើយគំរាមថានឹងទៅប្តឹងប៉ូលីសដោយខ្លាចបែកការសុកបានរៀបល្បិចហៅមករាឲ្យមកពិនិត្យគ្រឹះស្ពាននៅយប់ស្ងាត់នៅពេលមករាអោនពិនិត្យរុនគ្រឹះដ៏ជ្រៅសុកបានប្រើញញួរដែកវាយក្បាលមករាពីក្រោយរហូតដល់ធ្លាយលលាដៅក្បាលអ្វីដែលសាហាវបំផុតនោះគឺខណៈដែលមករានៅមាននឹងហើមងាប់សុកបានបញ្ជាឲ្យឡានបេតុងចាក់ស៊ីម៉ងរាវបំពេញចូលក្នុងរុនគ្រឹះនោះទាំងស្រស់ដើម្បីកប់សាកសពមករាឲ្យคล้ายជាគ្រឹះស្ពានជានិរន្តរ៍គេបានសើចចំអកថាឯងចង់ធ្វើជាមនុស្សល្អមែនទេចុះបើធ្វើជាគ្រឹះស្ពានឲ្យគេដើររាប់លានអ្នកវិញតើល្អទេមួយឆ្នាំក្រោយមកនៅយប់ខួបជួបគ្រោះថ្នាក់របស់មករាស្រាប់តែមានរឿងចម្លែកកើតឡើងខណៈដែលសុកកំពុងបើកឡានឆ្លងកាត់ស្ពាននោះនៅពាក់កណ្ដាលអត្រាតស្រាប់តែឡានរបស់គេលលុតម៉ាស៊ីននៅចំកណ្ដាលស្ពានគេឮសំឡេងបន្លឺចេញពីក្នុងបេតុងស្ពានដូចជាមាននរណាម្នាក់កំពុងប្រើក្បាលគោះពីខាងក្នុងភ្លាមនោះក្លិនស៊ីម៉ងស្រស់លាយឡំជាមួយក្លិនសាច់ស្អូវបានភាយពេញខ្យល់ជញ្ជាំងស្ពានចាប់ដើមព្រែកបែកចេញមកហើយមានទឹកឈាមពណ៌ខ្មៅជ្រាបចេញតាមចន្លោះប្រហោងស្រាប់តែមានដៃដ៏ស្គាំងស្កាយដែលស្រោបដោយស៊ីម៉ងរឹងលូកចេញពីក្នុងជញ្ជាំងមកចាប់ទាញជើងសុកយ៉ាងណែនខ្មោចមករាបានលូនចេញមកក្នុងសភាពរន្ធត់បំផុតខ្លួនប្រាណរបស់គេពាក់កណ្ដាលត្រូវបានរុំព័ទ្ធដោយបេតុងរឹងក្បាលដែលបែកធ្លាយឃើញខួរក្បាលពណ៌សលីឈាមហើយភ្នែកទាំងសងខាងសល់តែប្រហោងខ្មៅងងឹតនាងបានប្រើកម្លាំងវិញ្ញាណលើកសុកឡើងរួចបោកទៅនឹងបង្កាន់ដៃស្ពានដែកបងចង់ឲ្យអូនធ្វើជាគ្រឹះស្ពានមែនទេចុះបើបងមកជួយទប់ស្ពាននេះជាមួយអូនវិញខ្មោចមករាបានប្រើដែកសរសៃមុតស្រួចមកចាក់ដោតទម្លុះដៃជើងសុកម្ដងមួយឲ្យជាប់នឹងគ្រោងដែកស្ពាននាងបានប្រើដង្កាប់ដែកមកកាច់ធ្មេញសុកចេញម្ដងមកគ្រាប់រួចយកស៊ីម៉ងក្តៅដែលហូរចេញពីមាត់នាងមកច្រកចូលក្នុងមាត់និងត្រចៀករបស់សុករមូលខ្លួនដោយភាពឈឺចាប់ខណៈដែលស៊ីម៉ងចាប់ផ្ដើមរឹងនៅក្នុងខ្លួនគេលឺសូរអ្វីដែលតក់ស្លុតបំផុតនោះគឺនាងបានប្រើម៉ាស៊ីនអាដែកមកអាកាត់ជើងសុកទាំងរួចយកទៅញាត់ចូលក្នុងប្រហោងស្ពានដើម្បីធ្វើជាបង្គោលទុកសុកស្លាប់ក្នុងសភាពភ្នែកបើកធ្លុះខណៈដែលខ្លួនប្រាណរបស់គេប្រែជាពណ៌ប្រហើរដូចថ្មបេតុងព្រឹកឡើងអ្នកដំណើរបានឃើញឡានរបស់មេកាសុកចតចោលនៅលើស្ពានប៉ុន្តែរោគមនុស្សមិនឃើញឡើយអ្វីដែលចម្លែកនោះគឺនៅចំកណ្ដាលបង្គោលស្ពានមានរូបរាងមនុស្សម្នាក់លេចចេញពីក្នុងបេតុងក្នុងសភាពអង្គុយលុតជង្គង់សំពះដែលមានមុខមាត់ដូចសុកបេះដូតចាប់ពីថ្ងៃនោះមកអ្នកភូមិតែងតែឮសំឡេងយំអង្វាចេញពីក្នុងស្ពាននៅរៀងរាល់យប់ថ្ងៃសិលស្ពាននោះត្រូវបានគេហៅថាស្ពានមរណៈដែលមិនមាននរណាហ៊ានឆ្លងកាត់ម្នាក់ឯងឡើយរឿងនេះចង់អប់រំអំពីកម្មផលនៃការសាងអំពើអាក្រក់លឿនអ្នកដទៃដើម្បីលាក់បាំងកំហុសខ្លួនឯងការក្បត់ទំនុកចិត្តនិងការសម្លាប់មនុស្សដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនគឺជាបាបកម្មដែលនឹងចងភ្ជាប់អ្នកទៅនឹងទីកន្លែងដែលអ្នកបានសាងអំពើនោះជារៀងរន់សេចក្តីស្លាប់ដែលអ្នកបានផ្ដល់ឲ្យគេនឹងត្រឡប់មកផ្ដល់ឲ្យអ្នកវិញក្នុងរូបភាពដែលវេទនាបំផុតហើយមិនមានជញ្ជាំងបេតុងណាមួយអាចបិទបាំងកម្មផលបានឡើយចូលមកកាន់សាច់រឿងទី6សាច់រឿងចុងក្រោយសម្រាប់ថ្ងៃនេះថៅកែឆៃគឺជាម្ចាស់អាជីវកម្មលក់គ្រឿងសមុទ្រដ៏មានស្តុកស្តម្ភប៉ុន្តែមានចិត្តខ្មៅដូចធ្យូងគេតែងតែបង្ខំកម្មករឲ្យធ្វើការលើសកម្លាំងនិងមិនដែលខ្វល់ពីសុវត្ថិភាពឡើយជនរងគ្រោះចុងក្រោយរបស់គេគឺជាកម្មករវ័យក្មេងឈ្មោះសីហាដែលកំពុងត្រូវការលុយមើលជំងឺម្ដាយ
យប់មួយខណៈដែលសីហាកំពុងរៀបចំគ្រឿងសមុទ្រក្នុងឡានកុងតេន័រត្រជាក់ឆៃបានខឹងសម្បានឹងសីហាដែលធ្វើឲ្យត្រីខូចគុណភាពបន្តិចបន្តួចក្នុងភាពឆេវឆាវឆៃបានរុញសីហាចូលទៅក្នុងឡានទឹកកករួចទាញទ្វារបិទជិតពីខាងក្រៅនិងដាក់សោជាប់គេនិយាយទាំងសាយចំអកថាឯងចូលចិត្តត្រចៀកណាស់មែនទេចាំដេកយោមត្រីក្នុងនឹងមួយយប់ទៅសីហាបានព្យាយាមគាស់ទ្វារអង្វាករហូតដល់ដាច់សាច់ដៃប៉ុន្តែឆៃមិនខ្វល់ឡើយព្រឹកឡើងសីហាបានស្លាប់ក្នុងសភាពរមូលខ្លួនស្បែកក្បាលនិងភ្នែកប្រែជាពណ៌សដួលទឹកកកហើយមានទឹកឈាមពណ៌ខ្មៅជ្រាបចេញតាមចន្លោះថ្វាដើម្បីបិទបាំងឆៃបានគិនសពសីហាឡាយឡំជាមួយសាច់ត្រីរួចយកទៅចោលក្នុងសមុទ្រមួយខែក្រោយមកនៅយប់ដែលមេឃចុះអបត្រជាក់ខ្លាំងឆៃត្រូវបើកឡានទឹកកកនោះទៅដឹកទំនិញម្នាក់ឯងខណៈដែលកំពុងបើកបរស្រាប់តែម៉ាស៊ីនត្រជាក់ក្នុងឡានចាប់ផ្ដើមចុះសីតុណ្ហភាពខុសធម្មតារហូតដល់ក្រចកឡានកកទៅវិញដោយទឹកកកក្រាស់ក្រាស់ឆៃឮសំឡេងចេញពីក្នុងកុងតេន័រខាងក្រោយដូចជាមាននរណាម្នាក់កំពុងព្យាយាមបំបែកទឹកកកចេញមកភ្លាមនោះផ្សាញ់ត្រជាក់ពណ៌សខ្មៅភាយចេញតាមប្រហោងម៉ាស៊ីនត្រជាក់ចូលមកក្នុងកាប៊ីនឡានឆៃងាកមើលក្រចកក៏ឃើញសីហាឈរនៅកៅអីខាងក្រោយក្នុងសភាពខ្លួនប្រាណស្រោបដោយស្រទាប់ទឹកកកស្ដាងដែលមានឈាមជ្រាបចេញមកតាមប្រេះទឹកកកភ្នែករបស់សីហាសល់តែគ្រាប់ភ្នែកពណ៌សសុទ្ធដែលសម្លឹងមកឆៃទាំងគុំនុំឡានបានឈប់ងក់នៅកណ្ដាលផ្លូវស្ងាត់ខ្មោចសីហាបានលូកដៃដល់ត្រជាក់ដូចដែកមកចាប់ចំបាត់កឆៃរួចទាញគេទៅខាងក្រោយកុងតេន័រឡាននាងបានប្រែដបអាស៊ីតលាតរាវមកស្រោចលើជើងរបស់ឆៃបណ្ដាលឲ្យសាច់ជើងកករឹងភ្លាមលឺសូរក្រឹកក្រឹកក្រឹករួចនាងបានប្រែញញួរដែកមកវាយបំបែកជើងឆៃឲ្យខ្ទេចដូចក្រចកថៅកែចង់ឲ្យអូនធ្វើជាទឹកកកមែនទេចុះបើថៅកែមកធ្វើជាទឹកកកវិញតើល្អទេខ្មោចសីហាបានប្រែដៃឆ្កឹះត្រីមុតស្រួតមកឆ្កឹះយកគ្រាប់ភ្នែកឆៃម្ដងមួយឲ្យរត់ចេញមកក្រៅរួចយកទឹកតកកកំតិចដែលលីឈីមមកច្រកចូលក្នុងបំពង់កឆៃរហូតដល់គ្រឿងក្នុងរបស់គេកករឹងទាំងស្រស់អ្វីដែលតក់ស្លុតបំផុតនោះគឺនាងបានប្រែខ្សែលួដដែកមកដេរភ្ជាប់ស្បែកខ្នងឆៃទៅនឹងជញ្ជាំងឡានកុងតេន័ររួចបែកម៉ាស៊ីនត្រជាក់ឲ្យដល់កម្រិតអតិបរមាឆៃស្លាប់ក្នុងសភាពបើកភ្នែកធ្លុះមាត់ហាមិនរួចព្រោះអណ្ដាតនឹងបំពង់កត្រូវបានបង្កជិតឈឹងព្រឹកឡើងប៉ូលីសបានរកឃើញឡានទឹកកកចតចោលតាមផ្លូវនៅពេលបើកទ្វារកុងតេន័រគេបានឃើញសាកសពថៅកែឆៃឈរដេកស្លាប់ក្នុងសភាពកកដូចរូបសំណាកទឹកកកអណ្ដាតលៀនចេញមកក្រៅដែលត្រូវបានដោតភ្ជាប់នឹងដែកកង្ហាវអ្វីដែលចម្លែកនោះគឺនៅលើជញ្ជាំងទឹកកកមានសរសេរអក្សរឈាមដែលកកជាប់ថាត្រជាក់ដោយឆ្អឹងមែនទេថៅកែរឿងនេះចង់អប់រំអំពីកម្មផលនៃការមើលងាយសេចក្តីស្លាប់និងការប្រើអំណាចជិះយន្តអ្នកក្រីក្រមនុស្សដែលហ៊ានយកជីវិតអ្នកដទៃមកលេងសើចដើម្បីតែផលប្រយោជន៍និងចិត្តឆេវឆាវរបស់ខ្លួននឹងត្រូវទទួលលទ្ធផលមកវិញក្នុងរូបភាពដែលវេទនាបំផុតហើយមិនមានកន្លែងណាដែលអាចលះបង់កម្មផលបានឡើយទោះជាកន្លែងនោះត្រជាក់ឬងងឹតយ៉ាងណាក៏ដោយកម្លាំងនៃកម្មផលនឹងតែងតែរកឃើញញាក់ជានិច្ចរឿងរបស់យើងថ្ងៃនេះមានតែប៉ុណ្្នឹងសម្រាប់ថ្ងៃនេះអរគុណដល់បងប្អូនដែលបានតាមដានស្ដាប់ពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូថ្ងៃស្អែកសូមអរគុណសូមជម្រាបលា